សួស្តីមិនមិនសិក្សាភាសាចិនទាំងអស់គ្នាយើងវិលមកជួបគ្នាសារជាថ្មីម្ដងទៀតហើយសូមស្វាគមន៍មកកាន់ Channel និង Facebook ខ្ញុំបាទ Learn Channel New ទាំងអស់គ្នាកុំភ្លេចចុច Like Share និង Follow Subscribe ម្នាក់មួយនឹងបានវីដេអូយឺរឿងរាល់សប្តាហ៍និងជួយចែករំលែកចំណេះដឹងភាសាចិនទាំងអស់គ្នាដំបូងនេះគឺភាសាជាតិភាសាចិនគេហៅថា国家语言ទៅនេះគឺប្រមុខរដ្ឋភាសាចិនគេហៅថា国家元首国家元首មានថាប្រមុខរដ្ឋ国家元首តទៅទៀតនេះគឺរដ្ឋធម្មនុញ្ញរដ្ឋធម្មនុញ្ញន័យថា宪法ន័យថារដ្ឋធម្មនុញ្ញ宪法បន្តទៀតនេះគឺចម្រៀងជាតិ国歌ន័យថាចម្រៀងជាតិហើយគេច្រៀងរឿងជាតិ国歌ទៅមើលបន្តទៀតគឺនិមិត្តសញ្ញាជាតិគឺ国徽មាននិមិត្តសញ្ញាជាតិ国徽និមិត្តសញ្ញាជាតិតទៀតទង់ជាតិសាចិនគេហៅថា国旗ន័យថាទង់ជាតិ国旗មើលបន្តទៀតគឺសញ្ជាតិភាសាគេថា国旗មានថាសញ្ជាតិ国旗ទៅមើលបន្តទៀតនេះគឺឯកភាពជាតិដែលជាតិដែលរួបរวมតាមគេគ្នា国家统一នឹងមានថាឯកភាពជាតិ国家统一តទៅនេះគឺនិមិត្តរូបជាតិ国家象征国家象ចឹងមានថានិមិត្តរូបជាតិតទៅនេះគឺលៀនអណ្ដាតភាសាចិនគេថាសិនសថោមានថាលៀនអណ្ដាតសិនសថោលៀនអណ្ដាតសិនសថោលៀនអណ្ដាតជាក្រៅតទៅនេះគឺខ្ទប់ត្រចៀកមានថាអ៊ូអឺតន័យថាខ្ទប់ត្រចៀកយកដៃយើងខ្ទប់ជាសងខាងអ៊ូអឺតគឺខ្ទប់ត្រចៀកអឺតគឺអ៊ូអឺតខ្ទប់ត្រចៀកតទៅនេះគឺបាត់ភ្នែកពីយានន័យថាបាត់ភ្នែកពីយានគឺភ្នែកមើលបន្តទៀតនេះគឺទៀនថោន័យថាងក់ក្បាលទៀនថោថាងក់ក្បាលហើយតើមើលពាក្យបន្តទៀតនេះគឺយ៉ាថោជាស្រ័យយ៉ាថោមានថាក្រវីក្បាលយ៉ាថោក្រវីក្បាលបើបន្តទៀតធ្វើមុខធ្វើមាត់ជក់គួយលៀនន័យថាធ្វើមុខធ្វើមាត់ដឹងថាជាស្រ័យក៏ស្គងយ៉ាងណាក៏សូមអធិស្ឋានជួបគ្នានៅវីដេអូក្រោយទៀតបាយ